តោះមករៀបភាសាអង់គ្លេសជាមួយខ្ញុំក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាបន្តអំពី subject complement បាទអញ្ចឹងណាអញ្ចឹងរបស់ទី2ហ្នឹងគឺ pronoun បាទហើយ pronoun ហ្នឹងគឺជាធម្មតាជា subject pronoun ណាដោយសារតែវាជារបស់តែមួយជាមួយនឹង subject របស់យើងឧទាហរណ៍ដូចនៅក្នុងករណីទី1 the winners are they បាទមិនមែន them ទេណាបើសិនបើយើងប្រើពាក្យ them អានេះគឺជា object pronoun ហើយវាជាភាសាបែបនិយាយទេប៉ុន្តែនៅពេលយើងសរសេរហ្នឹងគឺយើងត្រូវតែប្រើជា subject pronoun អញ្ចឹងthe winners ហ្នឹងគឺ they ហើយនឹង they គឺជា the winners so you can say the winners are they or you can say they are the winners អូខេយើងអាចប្រកបចឹងបានណាដោយសារតែវាជា verb to be បាទហើយវារបស់ទាំងពីរនេះគឺជាមនុស្សតែមួយឬក៏ជារបស់តែមួយបាទអូខេអញ្ចឹង the next speaker is she មិនមែន her ទេណា her គឺជា object pronoun ហើយបើយើងប្រើ her គឺគ្រាន់តែជាភាសានិយាយតែប៉ុណ្ណោះប៉ុន្តែភាសាសរសេរគឺយើងត្រូវតែប្រើជា pronoun subject pronoun she អញ្ចឹងណាអូខេបាទចំណែករបស់ទី3គឺជា adjective ហើយ adjective ហ្នឹងអាចមានរូបរាងជា word ជា compound ហើយនឹងជា phrase អត់មាន clause ទេមិនអាច adjective clause មិនអាចដើរតួជា subject complement បានទេអូខេមកអញ្ចឹងយើងមើលនៅក្នុងករណីទី1 the sky looks blue ឃើញទេអញ្ចឹងខ្ញុំនឹងថា look ហ្នឹងគឺជា linking verb ហើយពីព្រោះខ្ញុំអាចជំនួសវាដោយ verb to be បានអញ្ចឹងវាទៅជា the sky is blue ហើយអត្ថន័យរបស់វានៅតែដដែលទេបាទរូបរាង look ហើយនឹង is គឺដូចតែគ្នាទេអញ្ចឹងធ្វើឲ្យ blue នេះដែលជា adjective មានរូបរាងជា verb ជាពាក្យជា subject complement នៅក្នុងប្រយោគរបស់យើងហ្នឹងបាទចំណែកឧទាហរណ៍ទី2គឺ the project is time consuming អូខេបាទអញ្ចឹង time consuming នេះគឺជា compound adjective ដោយសារវាមិនមែនជាពាក្យមួយម៉ាត់អញ្ចឹងទេមិនមែនពាក្យតែមួយអញ្ចឹងទេណាគឺយើងផ្សំជួសគ្នាហើយវាកំពុងតែដើរតួជា adjective ហើយនឹងវាជា subject complement នៅក្នុងពេលតែមួយបាទអញ្ចឹងណាអូខេចំណែកខាងក្រោមគឺ the tea is too hot for us to drink អូខេបាទអញ្ចឹងយើងឃើញថាទាំងអស់ហ្នឹងtoo hot for us to drink ហ្នឹងគឺជា phrase វាជា clear បាទផ្សំពាក្យចូលនេះច្រើនដើម្បីខ្លាយទៅជា clear ហើយ clear នេះគឺជា adjective ដោយសារតែវាចាប់ផ្ដើមដោយសារមានពាក្យ hot នេះបាទអញ្ចឹងណា hot នេះគឺជាគុណនាមអញ្ចឹងគឺយើងបូកផ្សំពាក្យចូលគ្នាទៅវាទៅជា adjective phrase ដែលវាកំពុងតែដើរតួជា subject complement នៅក្នុងប្រយោគរបស់យើងបាទអូខេសូមទស្សនាបន្តនៅក្នុងវីដេអូក្រោយទាក់ទងជាមួយនឹង subject complement បន្តទៀតបាទចឹង complete ជួយ like និង share ផងបាទអរគុណ